ខ្ញុំស្លេះបន្តិចពីរឿងនេះហើយខ្ញុំនិយាយអំពីនយោបាយនៅសហរដ្ឋអាមេរិកហេតុអីបានជាការដណ្ដើមតំណាងរាស្ត្រមានសារៈសំខាន់ខ្ញុំនិយាយដោយស្មោះត្រង់ខ្ញុំជាអ្នកចោះឈ្មោះគ្រប់គ្រងគណៈបកប្រជាធិបតេយ្យមែនណាប៉ុន្តែមិនមែនផ្កាប់មុខទៅគណៈបកប្រជាធិបតេយ្យទេបើគាត់ធ្វើផ្ដេសផ្ដាស់ខ្ញុំនឹងបោះឆ្នោតឲ្យគណៈបកសាធារណរដ្ឋក៏ប៉ុន្តែនៅពេលនេះខ្ញុំច្បាស់ក្នុងចិត្តថាគណៈបកសាធារណរដ្ឋរបស់លោកត្រាំធ្វើផ្ដេសផ្ដាស់ច្រើនណាស់ដូច្នេះខ្ញុំមិនឲ្យគាត់ជិះសេះលែងដៃទេគឺខ្ញុំមានសម្លេងមួយសន្លឹករបស់ខ្ញុំដើម្បីផ្ទៀងផ្ទាត់អំណាចប្រើសិទ្ធិប្រជាធិបតេយ្យរបស់ខ្ញុំកុំឲ្យគាត់ជិះសេះលែងដៃពេលដែលរដ្ឋាភិបាលជិះសេះលែងដៃគឺដោយរដ្ឋាភិបាលកម្ពុជាសប្តាហ៍អញ្ចឹងនៅពេលដែលអត់គណៈបកប្រឆាំងគឺគាត់ជិះសេះលែងដៃធ្វើអីតាមតែអំពើចិត្តអត់មានស្ដាប់អីទាំងអស់ដល់អញ្ចឹងទៅប្រជាពលរដ្ឋបានតែទឹកភ្នែកទេបានតែស្រែកមិនស្រួលគេចាប់ដាក់គុកទៀតព្រោះអីអត់មានសម្លេងនៅក្នុងរដ្ឋសភាដើម្បីឲ្យរដ្ឋាភិបាលស្ដាប់អានេះដែលជាផលវិបាកនៃបងប្អូនអត់យល់នយោបាយអានយោបាយនឹងចាញ់បោកគណៈបកប្រជាជនកម្ពុជាឲ្យបោះឆ្នោតឲ្យគេទៅថាស្រុកនឹងអត់មានសង្គ្រាមទេគឺត្រូវតែមានសុខសន្តិភាពគឺបើថាបោះឆ្នោតឲ្យគណៈបកប្រឆាំងគឺដឹងតែមានសង្គ្រាមចឹងហ្មងគឺដល់តែពេលចាញ់បោកគេដល់តែបោះឆ្នោតឲ្យគណៈបកប្រជាជនកម្ពុជាចុងក្រោយសង្គ្រាមមានដដែលមិនមែនមានសង្គ្រាមមួយខ្មែរគ្នាឯងផងព្រោះចាប់គ្នាឯងដាក់គុកអស់ទៅសង្គ្រាមជាមួយថៃឃើញមានសង្គ្រាមដដែលទេសង្គ្រាមដល់ពិបាកដោះស្រាយទៀតផងហើយខ្មែរយើងអត់មូលមាត់គ្នាតែបើសិនជាយើងមានគេហៅថាសម្លេងស្មើគ្នាក្នុងរដ្ឋសភាបងប្អូនសហគិតមើលសង្គ្រាមស្អីគេនៅពេលដែលយើងមានប្រព័ន្ធបោះឆ្នោតដោយសេរីត្រឹមត្រូវនឹងយុត្តិធម៌យើងទៅជជែកគ្នាក្នុងរដ្ឋសភាយើងឆ្លោះគ្នាដោយដងបកា យើងឆ្លោះគ្នាដោយជជែករឿងច្បាប់ហេតុអីបានសង្គ្រាមអាការដែលអត់បោះឆ្នោតដោយសេរីត្រឹមត្រូវនឹងយុត្តិធម៌បំផ្លាញគេមានអ្នកខ្លះរត់ចូលព្រៃទៅធ្វើអបគមទៅនាំគ្នាកាន់អាវុធដាក់គ្រាប់បែកផ្ទុះក្រុមនេះបដិវត្តនោះអានឹងឲ្យដែលជាសង្គ្រាមមកពួកអីយើងបង្កើតឲ្យមានមនុស្សដែលមិនអាចតវ៉ាតាមផ្លូវច្បាប់តាមផ្លូវអហិង្សាបានយើងឲ្យមនុស្សចាប់ផ្ដើមមួម៉ៅក្តៅកាហាយទឹកឡើងត្រីស៊ីសមុទ្រទឹកហុចសមុទ្រស៊ីត្រីអានឹងយើងបង្កើតឲ្យមានបរិយាកាសសង្គ្រាមស៊ីសាច់ហត់ឈាមខ្មែរនឹងខ្មែរតាព្រោះយើងស្អប់គ្នាបើយើងមានសិទ្ធិការពារអំណាចនៅក្នុងរដ្ឋសភាតាមរយៈការបោះឆ្នោតដោយសេរីត្រឹមត្រូវយុត្តិធម៌បានសង្គ្រាមមកពីណាព្រោះយើងប្រកែយើងជួយប្រជាពលរដ្ឋឲ្យច្រើនទៅបើណែឯងចង់ឈ្នះសម្លេងឆ្នោតទិញស្រូវកសិករឲ្យ1គីឡូ2000រៀលមកបើឈ្មួញវាឲ្យ600កម្មករកាត់ដេររោងចក្រហ្នឹងបើថាគណៈបកកាន់អំណាចឲ្យ$210គណៈបកប្រឆាំងឲ្យ500ទៅបើយើងមានលទ្ធភាពអ្នកណាប្រកែកទៀតឲ្យ750ទៅហើយបើណាប្រកួតគ្នាអញ្ចឹងវិញឲ្យប្រជាពលរដ្ឋបានចំណេញទីផ្សារកសិផលបើថាជួយលើកតម្កើងកសិករយើងប្រកួតគ្នាគោលនយោបាយអញ្ចឹងអ្នកចាស់បើថារដ្ឋាភិបាលសពថ្ងៃមិនហ៊ានឲ្យម្នាក់$10ក្នុងមួយខែអ្នកអាយុចាប់ពី65ឆ្នាំទៅគណៈបកប្រឆាំងឡើងមកឲ្យម្នាក់$50ក្នុងមួយខែចាយសម្រាប់ទិញស្នាមលូឬក៏ទិញធូបទៀនទៅសុំសិលដែរបើយើងធ្វើមិនកើតឲ្យគេធ្វើហើយបើយើងធ្វើមិនកើតយើងគេហៅមិនបានស៊ីឆ្លៀខ្ទេចអញ្ចឹងអ្នកដែលខាតប្រយោជន៍គឺប្រជាពលរដ្ឋហើយយើងទៅចេញអានយោបាយប្រជាពិធដ្ឋទៅប្រាប់គេថាក្រុមហ្នឹងបើសិនជានៅអ៊ំពូមីងបងប្អូនមិនបានប្រាក់ខែ210នឹងផងប្រាក់ខែឡើងបានប៉ុណ្ណឹងអត់ដែលបានឡើងប៉ុណ្ណឹងការអភិវឌ្ឍអត់បានពីអភិវឌ្ឍប៉ុណ្ណឹងផងអ្វីដែលកើតឡើងអត់បានដល់ប៉ុណ្ណឹងផងសាកគិតមើលបើមានគណៈបកប្រឆាំងវាអត់ទេវាអលាយវាទៅជាសង្គ្រាមទៅជាអញ្ចឹងទៅវិញអត់មាននិយាយប្រាប់ប្រជាពលរដ្ឋថាបើមកជួយជជែកយោបល់គ្នាទៅសហគមន៍អន្តរជាតិក៏គេអត់ដាក់សម្ពាធយើងគេមករកស៊ីជាមួយយើងប្រព័ន្ធពុកលលួយក៏មិនមានអញ្ញាអញ្ញៃដូចឥឡូវការជួញដូរអនឡាញក៏មិនប្រព្រឹត្តផ្ដេសផ្ដាស់អុកញ៉ាមិនមែនដើរបោកគេទៅពីឬក៏មន្ត្រីពុកលលួយគ្រប់អើយពិបាកមែនតើវាគ្រប់រឿងដោយសារអីដោយសារតែយើងអត់មានគណៈបកប្រឆាំងហើយដល់ពេលហើយទៅនិយាយថាគណៈបកប្រឆាំងបើនៅអ្វីរត់អាក្រក់ជាងហ្នឹងមិនដែរចង់និយាយថាបើគេនៅគេជួយទប់អីហ្នឹងគេជួយទប់ហេតុអីបានជាអាក្រក់ជាងហ្នឹងបើគេជួយទប់គេជួយស្រែកគេជួយថាឥឡូវអ្នកស្រែកអ្នកថាចាប់គេដាក់គុកអស់តែអញ្ចឹងទៅវាអកុសលអញ្ចឹងណាបងប្អូនខ្ញុំនិយាយរឿងថ្ងៃនេះនិយាយនយោបាយអាមេរិកហ្នឹងគឺវាចូលទៅស្រុកខ្មែរដោយសារឲ្យបងប្អូនយល់
អំពីអតិពលនៃសម្លេងនយោបាយរបស់បងប្អូនសម្លេងឆ្នោតមួយសន្លឹកនេះមានតម្លៃធំធេងណាស់មិនមែនយកទៅដូរមីកញ្ចប់សរង1 5 ឆ្នាំទេបងប្អូនដូរអីដូរចោះយកសរងនឹងយកមកប្រើយកមីនឹងមកទទួលទានទៅយើងខ្វះខាតប៉ុន្តែប្រើមនសិការសម្បញ្ញៈនិងវិចារណញ្ញាណនៅពេលដែលទៅបោះឆ្នោតនឹងគិតផងថាតើយើងត្រូវតែសរងមួយហើយនឹងទឹកស៊ីអ៊ីវមួយដបហើយនឹងនេះនឹងឲ្យទៅ5ឆ្នាំក្រោយមកយើងនៅវេទនាស្រូវអត់មានហាងឆេងកូនអត់មានការងារធ្វើរៀនហើយមិនដឹងទៅយកសញ្ញាបត្រនឹងទៅធ្វើអីគ្រឿងញៀនពេញប្រទេសអំពើពុករលួយរៀលដាលកងទ័ពខ្វះខាតមុខក្រោយកម្មករកាត់ដេរបានតែ$200អតិផរណាឡើងកប់ពពកកន្លែងការងារក៏គ្មានពលករចំណាក់ស្រុក2លានអ្នកទៅធ្វើការជាខ្ញុំកញ្ចេះគេនៅស្រុកក្រៅលាក់នឹងលាក់សាកគិតខ្លួនឯងអញ្ចឹងមើលកុំឲ្យរស់តែមកគេខ្លួនឯងគិតថារួចហើយតែបានគេឲ្យអំណោយបន្តិចចប់ហើយគេគម្រាមកំហែងផងគេខ្លាចមេឃុំមេភូមិអីដឹងថាយើងបោះឆ្នោតអត់ព្រមអីចឹងនៅភូមិហ្នឹងខ្លាចគេអត់ធ្វើសវត្ថកំណើតឲ្យខ្លាចមានបុណ្យទានអីទៅសុំពឹងពាក់មេឃុំមេភូមិអីគេដឹងថាយើងអត់បោះឆ្នោតឲ្យគណៈបកការអំណាចអីហ្នឹងគឺច្បាស់ជាគេរករឿងធ្វើទុកបុកម្នេញយើងនៅមានផ្នត់កំណត់អញ្ចឹងបានយើងអត់ទៅមុខរួចហ្នឹងព្រោះយើងបាក់ស្បាតដូចខ្មែរក្រហមអញ្ចឹងបាក់អញ្ជុលមួយខ្មាំងយកទៅសម្លាប់ចោលអញ្ចឹងអ្នកផ្សេងទៀតអត់ហ៊ានក្អកអីអញ្ចឹងដល់ពេលអត់ក្អកបប3វែកក្បាលជង្គង់ធំជាងក្បាលក្មេងអូសយកទៅវាយចោលនៅសម្លាប់រាល់យប់ចុងក្រោយលលាយរបបខ្មែរក្រហមមួយទៀតខ្ញុំនិយាយនេះអត់មានឲ្យបងប្អូនទៅក្រោកបះបោលធ្វើបដិវត្តពណ៌ឬក៏ទៅផ្ដួលរំលំរដ្ឋាភិបាលឯអត់សោះឲ្យបងប្អូនប្រើគំនិតស្របច្បាប់របស់បងប្អូននៅក្នុងការតស៊ូមតិហើយឲ្យមើលអំពីអ្វីដែលកើតឡើងនៅសហរដ្ឋអាមេរិកនេះកុំទៅប្រៀបធៀបអាមេរិកអីយើងជាអាទិសគោមិនអាចប្រៀបធៀបទៅ Boeing យន្តហោះ F16 គេឬក៏យន្តហោះគេกับធំដែលទំនើបទេខ្ញុំអត់ចង់ឲ្យប្រៀបធៀបចឹងប៉ុន្តែរៀនសូត្រអំពីទ្រឹស្ដីប្រជាធិបតេយ្យហើយយកមកគិតថាតើគេធ្វើមិនឥឡូវខ្ញុំចូលពីទ្រឹស្ដីប្រជាធិបតេយ្យតើបានផលយ៉ាងណាហេតុអីបានជាយើងឲ្យមានគណៈបកប្រឆាំងនិងគណៈបកកាន់អំណាចមានបដំប្រសងគ្នាកុំឲ្យជីសេះលែងដៃនេះឥឡូវចូលមកដល់រឿងនេះដែលខ្ញុំចង់បញ្យល់